តើឥឡូវបងប្អូនណាដែលធ្លាប់ឃើញខ្ញុំគូសពុតបត់ឥឡូវខ្ញុំគូសបង្ហាញសម្រាប់បងប្អូនដែលក៏អត់ទាន់ធ្លាប់ឃើញខ្ញុំបរៀនអាស៊ីបត់ណាអញ្ចឹងសពុតនេះបត់ឆ្វេងបើបត់ឆ្វេងយើងគូសពីឆ្វេងបើបត់ស្ដាំយើងគូសពីស្ដាំចាអញ្ចឹងបងប្អូនមើលតាមខ្ញុំមួយចាសពុតនេះចង្កេះ68ខ្ញុំយកដីសទៅណាបាត់ទៅចង្កេះ68ចាចង្កេះ68តាគៀ98សម្រង88ចាសម្រង88បាត់ឆ្វេងចាអញ្ចឹងឧទាហរណ៍នេះខ្ញុំទាញខិតជើងកាមេរ៉ាឆ្ងាយតិចស្រួលបងប្អូនមើលច្បាស់ចាអញ្ចឹងនេះខិតប៉ុណ្នេះតិចមកចាប៉ុណ្នេះមកស្រួលបងប្អូនមើលចាឥឡូវគឺយើងគិតខាងពីឆ្វេងទៅអញ្ចឹងណាបាត់ឆ្វេងយើងគូពីឆ្វេងចាឥឡូវសពុតនេះបាត់ឆ្វេងចាឥឡូវមុននឹងយើងគូយើងទុកគ្នា2លេខសិនចាយើងវាស់ទុកគ្នា2លេខសិនមកចា2លេខសិតមកអញ្ចឹងមកគូមកដល់ក្រោមមកចាបន្ទាប់មកយើងចាប់ដើមវាស់ចេញពីកន្លែងទុកគ្នាហើយនេះចង្កេះ68ចែកជា2ចាយើងវាស់កន្លែងទុកគ្នាហើយ68ចែកជា2ឃើញ34ចាអញ្ចឹងយើងវាស់មក34 68ចែកជា2 34ចាយើងគូសមក34លេខចឹងមកហើយយើងគូសចុះក្រោមមួយចាយើងគូសចុះក្រោមមួយដើម្បីទុកធ្វើភ្លីទៅទៀតចាហើយយើងវាស់ចុះប្រវែង17លេខសិនមកចាយើងគូសមួយចឹងប្រវែង17លេខចាបន្ទាប់មកយើងវាស់បន្តទៀតសិនណាយើងវាស់ពីចំណុចនេះបាត់ភ្លើងមួយសិនយើងវាស់ពីចំណុចនេះបន្តមកទៀតគឺយើងត្រូវយកទាំងត្រគាកខាងក្រោយទៅយកប្រវែងត្រគាកចែកជា2ត្រគាក88ចែកជា298ចែកជា2គឺ49អញ្ចឹងយើងវាស់បន្តទៀតមក49លេខចានេះយើងវាស់តទៀតមក49លេខខ្ញុំខ្ជិលអង្គុយក្រោមនៅសារទឹកញ៉ាំបាយហើយតឹងពោះអញ្ចឹងយើងគូសចុះ17លេខមកចាយើងវាស់ចុះ17លេខចឹងមកនេះប្រវែង17លេខនេះ17លេខចាបន្ទាប់មកយើងត្រូវវាស់ទាំងបាត់ពីលើកន្លែងយើងដាក់កពស់អញ្ចឹងយើងត្រូវយកវាស់បន្តមកទៀតមកត្រូវយកប្រវែងចង្កេះដក10អញ្ចឹងចង្កេះ68ដក10នៅសល់58ប៉ុន្តែគាត់ទៅទៀតធំពេកអញ្ចឹងខ្ញុំដកតែ5លេខទេបងប្អូនចាអញ្ចឹង68ព្រោះខ្ញុំកុំឲ្យវាឃ្លាតកន្លែងនេះអាឃ្លីខាងក្នុងនេះឃ្លាតចេញពីតាគៀកខ្លាំងណាអញ្ចឹងគាត់ពិបាកដើរអញ្ចឹងខ្ញុំយកដក5លេខចា68ដក5នៅសល់63ចាអញ្ចឹងយើងវាស់មក50បងប្អូនស្ដាប់ឲ្យតន់ស្ដាប់មួយយើងវាស់បន្តទៀតមក50បូកនឹង13វា63ចាយើងវាស់មក63ត្រឹមហ្នឹងចាអញ្ចឹងយើងទុកគ្នា2លេខទៀតមកចាទុកគ្នា2លេខទៀតមកចាសល់ប៉ុន្មានយើងជាចោលត្រឹមហ្នឹងមកនេះឥឡូវយើងវាស់ទុកជាចោលចាមិញខ្ញុំជាចោលជាទុកធ្វើចង្កេះចាឥឡូវទាំងទី1មិញដែលយើងវាស់ពីនេះមកប្រវែងចង្កេះចែកជា2ហ្នឹងយើងគូសចុះ17លេខអញ្ចឹងកន្លែងហ្នឹងគឺយើងធ្វើភ្លីតាគៀកចាភ្លីតាគៀកយើងចេញពីចំណុចកណ្ដាលមកខាង2លេខកន្លះភ្លី1 5លេខចាអញ្ចឹងភ្លីនេះគឺ5លេខចានេះ5លេខចេញមកខាង2លេខកន្លះចាភ្លីតាគៀកហើយយើងគូសឲ្យកោងរៀងតាគៀកចេញមកបងប្អូនមានជាតិកោងបងប្អូនគូសយកជាតិកោងគូសមកតែខ្ញុំគូសតែអញ្ចឹងនេះ5លេខចា5លេខភ្លី1ហ្នឹងអញ្ចឹងយើងចេញពីកន្លែងដែលយើងគូសហើយនេះយើងចេញពីកន្លែងដែលយើងគូសជីបហើយនេះ10លេខចា10លេខចឹងមកហើយយើងជីកមួយចោលភ្លីចោលណាចាភ្លីហ្នឹងមកខាង1លេខចាជម្រៅ12លេខចាបន្ទាប់មកទៀតនេះប្រវែងនេះប្រវែងពីចំណុចកណ្ដាលនេះមកដល់កន្លែងនេះគឺប្រវែងតាគៀកចែកជា2ហ្នឹងដែលខ្ញុំវាស់មិញហ្នឹងតាគៀកចែកជា2 49តាគៀក98ចែកជា2 49ហ្នឹងគឺយើងធ្វើភ្លីតាគៀកមួយទៀតមកខាងទៀតចាភ្លីតាគៀកហ្នឹងគឺ5លេខដូចគ្នាចាតាគៀកយើងសងខាងណាភ្លីសងខាងចាអញ្ចឹងយើងចុះ17លេខមកភ្លីមួយហ្នឹង5លេខចាយើងគូឲ្យកោងចេះមកចារិចចេញរៀងតាគៀកចេះមកចាភ្លីហ្នឹង5លេខដូចគ្នានេះ5លេខហើយយើងចេញពីកន្លែងជីបហើយនេះចាយើងចេញមក10លេខយើងជីបភ្លីចោលមួយចានេះយើងគូមកភ្លីហ្នឹង2លេខជម្រៅ12លេខចាឃើញទេហ្នឹងភ្លីចោលហើយកន្លែងនេះដែលយើងដក15ហ្នឹងយើងត្រូវដក10ប៉ុន្តែយើងដក15អញ្ចឹងវានៅសល់5លេខយើងជីបឲ្យអស់មកចាសល់5លេខហ្នឹងយើងជីបភ្លីអស់មក5លេខហ្នឹងជីបតែ1 5លេខក៏បានយើងជីប2 5លេខក៏បានចាពេលខ្ញុំគូ2ចេះមកខ្ញុំជីបភ្លីមួយវារៀងធំពេកអញ្ចឹងយើងធ្វើ2ចេះមកចានេះជម្រៅប៉ុន្មានក៏បានដែរកន្លែងហ្នឹងភ្លីហ្នឹងជីបចោលដែរទេនេះចាបន្ទាប់មកទៀតនេះឥឡូវយើងបានចេះណាចាអញ្ចឹងយើងដើម្បីរកភ្លីតាគៀកឥឡូវដាក់មកចិត្តតិចសិនដើម្បីយើងរកភ្លីតាគៀកខាងក្រោយនេះចាយើងធ្វើមិនបានយើងដឹងថាយើងត្រូវជីបប៉ុន្មានអញ្ចឹងយើងត្រូវវាស់ពីកន្លែងដែលយើងជីបហើយនេះកន្លែងវាស់ជីបហើយនេះណានេះហើយមកខាងនេះមកនេះវាស់ឃើញប៉ុន្មានកន្លែងជីបហើយហ្នឹងចានៅសល់44ចាកន្លែងហ្នឹង44ចាខ្ញុំគូចំណាំ44អញ្ចឹងយើងចែកប្រឡោះហ្នឹងប្រឡោះ44ហ្នឹងចែកជា2ចាឃើញ22ចា22
ចាបន្ទាប់មកយើងចែកប្រឡោះ22ហ្នឹងជា2ទៀតអញ្ចឹងបានន័យថា11យើងទុកធ្វើភ្លីកន្លែងហ្នឹងណាចា11ខាងនេះចឹងដែរ11ដូចគ្នាចឹងមកកន្លែងហ្នឹងគឺកន្លែងដែលយើងធ្វើភ្លី2ពីក្រោយតាគៀកហ្នឹងតាគៀកយើងសងខាងហ្នឹងណាចាអញ្ចឹងឥឡូវ44យើងធ្វើម៉េចដឹងថាយើងជីកភ្លីប្រហែលលេខអញ្ចឹងយើងត្រូវយកប្រវែង44នេះដែលយើងវាស់ឃើញនេះយើងយកមកដកជាមួយនឹងចង្កេះចែកជា2ចាចង្កេះចែកជា2 34ចានេះ34ដក44សល់10អញ្ចឹងភ្លីហ្នឹងត្រូវធ្វើ1 5លេខតែវាធំពេកអញ្ចឹងខ្ញុំអត់ធ្វើ1 5លេខទេ5លេខខ្ញុំបែងធ្វើភ្លី2ចាយល់ទេបងប្អូនអញ្ចឹងយើងត្រូវរកចំណុចកណ្ដាលមកយើងអត់ជីកកន្លែងហ្នឹងយើងរកចំណុចកណ្ដាលឃ្លាតគ្នា3លេខចាយើងវាស់មកឃ្លាតគ្នា3លេខអញ្ចឹងប្រឡោះនេះដែលយើងត្រូវធ្វើភ្លីយើងអត់ទេយើងបែកមកខាងនេះ1យើងបែកមកខាងនេះ1អញ្ចឹងភ្លី1 2លេខកន្លះយើងវាស់ចឹងណាភ្លី1 2លេខកន្លះចាខាងនេះក៏2លេខកន្លះអញ្ចឹងភ្លី2ហ្នឹងអស់5លេខបងប្អូនយល់ទេនេះ2លេខកន្លះភ្លី2អស់5លេខនេះហើយជម្រៅ14លេខចាជម្រៅ14លេខបងប្អូនចង់ធ្វើភ្លីមួយវែងមួយខ្លីក៏បានដែរតែខ្ញុំគូខ្ញុំធ្វើស្មើគ្នាចានេះភ្លី2នេះអស់5លេខឃើញទេអស់5លេខឥឡូវខាងនេះយើងធ្វើដូចគ្នាចាឃ្លាតគ្នា3លេខដូចគ្នានេះចាអញ្ចឹងយើងយកភ្លី1 2លេខកន្លះភ្លី2អស់5លេខដូចគ្នាបងប្អូនចានេះ2លេខកន្លះ2លេខកន្លះមកនេះធ្វើដូចខាងនេះអញ្ចឹងចាគូដូចគ្នាចង់អស់នាទីនេះអញ្ចឹងយើងជីកភ្លី1ហ្នឹង2លេខកន្លះអញ្ចឹង2ហ្នឹងអស់5លេខហើយខាងមុខ5លេខខាងនេះ5លេខអញ្ចឹងភ្លីហ្នឹងគឺ10លេខល្មមចានេះ14ជម្រៅ14លេខចាជម្រៅ14លេខអញ្ចឹងភ្លីហ្នឹង1 5ភ្លីនេះភ្លី2នេះ5ភ្លី2នេះ5អញ្ចឹង10លេខចានេះខ្ញុំបញ្ជាក់មិញតែខ្ញុំគូបង្ហាញមិញហ្នឹងនេះចាគឺភ្លី12លេខនេះជាចោលភ្លី5លេខជម្រៅ17លេខនេះគឺភ្លីតាគៀកចាហើយតាគៀកយើងខាងក្រោយសងខាងហ្នឹងគឺយើងធ្វើភ្លី4ចាភ្លី1 2លេខកន្លះភ្លី4នេះអស់10លេខចាហើយនេះភ្លីតាគៀក5លេខជម្រៅ17លេខចាហើយកន្លែងនេះភ្លីនេះគឺយើងជីកចោលចាជីកចោលខ្ញុំវាស់មិញហ្នឹងវាអស់នាទីទៅហើយខាងនេះដែលយើងដកតែ5លេខសល់5លេខយើងជីកទៅអស់5លេខហ្នឹងមកអញ្ចឹងសពុតយើងមានតែប៉ុណ្្នឹងទេបងប្អូនសូមជួយ share និង follow page អ្នកមួយផងណាអរគុណច្រើនបាយបាយ